bạn ấy chia một nghìn một chấm luôn rồi bỏ application thay để bọc khả năng để giảm bán đại của cả để thay cái đấy chỉ tôi phải cho bạn thì thay rồi miên mài sure code lúc này ai lọc cho mùi những pin của một tống đây là nghệ từ tay bằng cả thăm ấy bây giờ lọc rồi hãy vì năng nôm dương cho một nông cái này bởi dưỡng và luôn miên phong miên thì ra nên là người tự bật tiền chọn được giờ muối cái việc bà hàng chấm muối trong cái miền card miền transfer play home và chẳng miền mong đi chơi này cái application mấy và nên ở này ai search cái địa chỉ camera bảo miền phim từ từ tới cái app này và app này cái miền sẽ bắt đầu tiếp sẽ nhận ở này ba đầm bay đầm lợn em ấy nó này cho tôi không camera và tao mà tiết nhà nó thì bảo một người camera scan vì miền này cái Play Store là App Store này để cho việc máu vì đầm lợn rồi thì chọn bảo chọn aloสำหรับเนี่ยทั้งออกนี่ได้มีpassword ตัวซับก็ได้จีเฟกสแกนวิธีจังแบบนี้อันนี้เขาเนี่ยทั้งออกนี่ตระตายโจทย์ได้ passcode ก็ได้จีเฟกสแกนในขนมตัวซับได้ระบบนี้ពេលដែលដាក់រួចរាល់ហើយវានៅតែចេញបែបនេះអ្នកនរគ្នាអាចចុច restart ម៉ាស៊ីនទូរស័ព្ទរបស់អ្នកគ្នាសម្រាប់ iPhone ពេល restart រួចហើយអ្នកគ្នាចុចបើកសារជាថ្មីបាទវានឹងចេញមុខងារមួយចំនួនដែលអ្នកគ្នាត្រូវបាទចំណុចត្រង់នេះអ្នកនរគ្នាត្រូវប្រកាសថាលេខទូរស័ព្ទរបស់អ្នកនរគ្នានឹងត្រូវភ្ជាប់ជាមួយនឹងទូរស័ព្ទរបស់អ្នកនរគ្នាដែលកំពុងតែទាញយក app នេះមកប្រើប្រាស់បាទនេះជាលេខរបស់ខ្ញុំដែលខ្ញុំបានភ្ជាប់ជាមួយនឹងធនាគារបាទអញ្ចឹងចុចបើកវាមកបាទអ្នកគ្នាអាច activate ជាមួយលេខទូរស័ព្ទមកបាទចំណុចត្រង់នេះគឺអ្នកនរគ្នាដាក់CID របស់សៀវភៅធនាគារក៏ដូចជាបានធនាគារដែលខាងធនាគារគេបានប្រគល់ឲ្យមកយើងនិងលេខទូរស័ព្ទរបស់អ្នកនរគ្នាដែលអ្នកនរគ្នាទើបតែឆែកបំបញ្ញមិញហ្នឹងបាទបន្ទាប់បន្ទៀតក្រុមហ៊ុននឹងផ្ញើលេខ OTP មកក្នុងទូរស័ព្ទដៃរបស់យើងមកដល់កន្លែងនេះមានន័យថា create a new secret word ន័យថាដាក់ពាក្យសម្ងាត់ដែលមានសុវត្ថិភាពដែលខ្លាំងត្រង់រឹងមាំអ្នកនរគ្នាអាចដាក់ពាក្យលាយនឹងលេខដូចជាសញ្ញាផ្សេង/add
បន្ទាប់ពីដាក់ពាក្យសម្ងាត់រួចហើយវានឹងឲ្យយើង create new pin 6ខ្ទង់ pin ហ្នឹងគឺសម្រាប់អ្នកគ្នា log ចូលពីដើមវីដេអូមកវិញហ្នឹងគឺយក pin ហ្នឹងគេទៅដាក់ pin នេះគឺមិនដាក់លេខអក្សរគឺដាក់តែលេខទេបាទអញ្ចឹងអ្នកគ្នាដែលដាក់ pin ចាស់ដែលប្រើ app ពីមុនក៏អត់ឲ្យដែរអ្នកគ្នាត្រូវតែដាក់ថ្មីដើម្បី strong ណាដើម្បីមានសុវត្ថិភាពរឹងមាំអ្នកគ្នាដាក់ pin ថ្មី6ខ្ទង់បាទអញ្ចឹងដាក់លើកទី1មានន័យថា strong pin បាទអញ្ចឹងវាឲ្យដាក់លើកទី2គឺដាក់ pin ដដែលហ្នឹងគឺដាក់លើកទី2បាទពេលដែលដាក់ហើយវានឹងនាំចូលទៅក្នុង application ក៏ដូចជាមុខងារថ្មីរបស់អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចប្រើប្រាស់ដោយសុវត្ថិភាពនិងមានភាពទទួលខុសត្រូវបាទដោយសារតែឯកជនភាពរបស់ខ្ញុំអត់បានបង្ហាញជូនអ្នកនរគ្នាពីរបៀបប្រើទេអ្នកនរគ្នាអាចស្វែងយល់បន្ថែមទៅខ្ញុំសង្ឃឹមថា app នេះគឺមានភាពល្អប្រសើរ